ចោលធុញសក់អញ្ញាសូមគ្រប់ជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអលោកស្រីនាងកញ្ញាប្រិមត្តលោកយាយលោកតាប្រធានរដ្ឋាភិបាលព្រះអង្គនិងប្រជាជនខ្មែរទូទាំង5មហានគរនៃប្រជាជនកម្ពុជាពីខ្ញុំបាទវងមលីរយដាសាវឌីពីខ្ញុំបាទវងមលីរយដាសាវឌីដែលទីរឿងខ្មៅនៅក្នុងកម្មវិធីកំណត់ហេតុខ្មៅបងប្អូនពុកម៉ែមីងអ៊ំលោកយាយលោកតាប្រធានរដ្ឋាភិបាលព្រះអង្គនិងប្រជាជនកម្ពុជាទូទាំង5មហានគរនៃប្រជាជនកម្ពុជាថ្ងៃនេះអេដមីនមាន2រឿងដែលត្រូវលើកយកមកនិយាយនៅក្នុងរាត្រីយប់មួយនេះថ្ងៃនេះមាន2រឿងដែលទាំងអស់គ្នារឿងទី1គឺរឿងពាក់ព័ន្ធជាមួយនឹងការវង្វេងផ្លូវចូលទៅក្នុងផ្ទះខ្មោចតៃហោរឿងទី2ពាក់ព័ន្ធជាមួយនឹងប្រភ្នូលព្រះសង្ឃដាច់ព្រះកេះបើទូសួរមិនបញ្ជាក់3មកតែតាមមីហលជំរាបសួរបងអាគូចិនតាកាមូ sayang adik bagikan pangan jan ជាលប្រព័ន្ធចន្ទិសួស្តីអ្នកទាំងអស់គ្នាអ្នកតានេះស្ដាប់ចំណងជើងមិនរួចទេណាស្ដាប់ចំណងជើងម្ដងទៀតរឿងទី1ពាក់ព័ន្ធជាមួយនឹងវងវែងផ្លូវចូលផ្ទះខ្មោចតៃហោរឿងទី2ប្រភ្នូព្រះសង្ឃដាច់ព្រះកេះអូខេអញ្ចឹងតោះខ្ញុំសុំការ like share ម្នាក់មួយសិនកូនហើយសុំការ like share ម្នាក់មួយសិនថ្ងៃហ្នឹងម៉ែអត់ជឿជាក់អីកូនថ្ងៃហ្នឹងម៉ែមានអារម្មណ៍ថាម៉ែអត់ជឿជាក់លើខ្លួនឯងសោះហ្មងអត់មាន feeling នៅក្នុងការនិយាយសោះហ្មងតែម៉ែសង្ឃឹមថាគ្រប់គ្នានឹងធ្វើឲ្យម៉ែសប្បាយចិត្តខែលោកម៉ែនិយាយក្នុងបានច្រើនអញ្ចឹងហ្នឹងអូខេជម្រាបសួរអ្នកម្ដាយចាកូនទឹកដៃថ្វាយមេឃទៅសេខ្មែរមកកូនសូមឲ្យបងដូរភ្លេងបងបញ្ជាក់អនឯងបន្តិចទៅភ្លេងដែលបងមាននៅក្នុងដៃបងចង់បែងចែកទៅកាន់អូនរឿងភ្លេងតិចព្រោះអីមានគេสนับสนุนរឿងភ្លេងហ្នឹងប្រហែលដងហើយបងចង់និយាយថាចេះអូនភ្លេងមួយភ្លេងបងនិទានរឿងមួយទៀតភ្លេងដែលបងត្រូវបុកនៅក្នុងសោនរឿងមួយទៀតភ្លេងដែលបងកំដរ background អញ្ចឹងវាមាន3សោន3សលេងរបស់បងភ្លេងរឿងខ្មោចខ្លះដូចជាភ្លេងនាងនាថគឺអានឹងសម្រាប់បង direct នៅក្នុងការ live និទានរឿងខ្មោចរបស់បងអូនត្រូវស្គាល់ការងារបងឲ្យច្បាស់បងបែងចែកការងារច្បាស់ណាស់ភ្លេងណាភ្លេងសម្រាប់ live ភ្លេងណាភ្លេង background set ភ្លេងណាជាភ្លេងដែលបុកចូលក្នុងសោនសម្រាប់ក្នុងការថតរឿងសុទ្ធហ្មងអត់ប្រើសោននៅក្នុងការ live យកទៅដាក់នៅក្នុងរឿងទេគឺបងបែងចែកការងារបងដាច់តែបើអូនគិតថាការស្ដាប់សោនមួយហ្នឹងវាដដែលស្ដាប់ទៅវាដដែលវាធុញវាទ្រាន់អូខេអូនមូតសលេងបងចោលមកចាប់អូខេអានេះបងនិយាយការពិតសោនបងមានច្រើនណាសោនបងណាអានេះសោននាងនាថនឹងសោននាងនាថនេះសោនមួយទៀតអានេះសោនមួយទៀតយល់អានេះមួយទៀតអានេះមួយទៀតអានេះមួយទៀតអញ្ចឹងគ្រប់សោនដែលបងមានគឺបងបែងចែកសោនបងសម្រាប់ក្នុងការធ្វើអូខេសង្ឃឹមថាឯងយល់បងសង្ឃឹមថាឯងយល់ពីបងតោះសុំការ like share ម្នាក់មួយសិនសុំការ like share ម្នាក់មួយបងប្អូនទាំងអស់គ្នាណាគេចង់មានសិនមិត្តភក្តិមានសិនចូលមកកូនមានសិនចូលអស់មកអ្នកដែលចូលចិត្តស្ដាប់រឿងខ្មោចនៅពេលយប់អូខេកូនម្ដាយសួស្ដីពីចងាយអ្នកទាំងអស់គ្នាដែលការគោរពអរលំតូនកាយអញ្ចឹងរឿងទី1ដែលបងត្រូវលើកយកមកនិយាយនៅក្នុងកម្មវិធីកំណត់ហេតុខ្មោចអ្នកទាំងអស់គ្នាអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងត្រីយប់មួយនេះគឺរឿងមួយនេះអ្នកទាំងអស់គ្នាដែលខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថា
ដែលគាត់មានឈ្មោះថាឪពិសីគឹមតោះនេះសាច់រឿងរបស់គាត់អានេះសាច់រឿងរបស់គាត់អ្នកទាំងអស់គ្នាគ្រាន់តែសាច់រឿងរបស់គាត់នេះអញ្ចឹងរឿងរបស់បងប្រុសឈ្មោះពិសីគឹមតែ account Facebook គាត់ឈ្មោះ Pin E Kim ហើយពិសីគឹមហ្នឹងហើយពិសីគឹមដូចគ្នាពិសីគឹមដែលខ្ញុំទទួលបានសាច់រឿងរបស់គាត់ដែលគាត់ជាអ្នកដែលរស់នៅក្នុងខេត្តសៀមរាបអូខេតាអញ្ចឹងខ្ញុំចាប់ផ្ដើមចូលសាច់រឿងរបស់យើងកុំឲ្យវែងឆ្ងាយច្រើនពេកអ្នកទាំងអស់គ្នាដោយសារអីជម្រាបសួរបាទអិចបានហើយកុំរើអិចមួយខ្ញុំមិនអិចយើងទេផ្ទះអិចចាប់មាត់លើវិញអូខេអូខេតាថ្ងៃហ្នឹងអារម្មណ៍អត់សូវស្រួលទេទាំងអស់គ្នាដោយសារអីរៀងមួម៉ៅបន្តិចអញ្ចឹងអ្នកណាដែលខមមិនស្រួលបួលបន្តិចយ៉ាត់ខ្ញុំជេរផ្អើលគេអូខេតាខ្ញុំចូលសាច់រឿងដែលខ្ញុំត្រូវនិយាយរឿងដែលខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់ឈ្មោះថាពិសីគឹមសាច់រឿងរបស់គាត់ខ្ញុំបានអានរួចហើយតែគ្រាន់តែកន្លែងចំណុចខ្លះគឺខ្ញុំអត់អានអត់ដាច់អញ្ចឹងខ្ញុំនឹងព្យាយាមបញ្យល់សាច់រឿងហ្នឹងឲ្យគ្រប់គ្នារឹតតែយល់បើខ្ញុំអានសាច់រឿងរបស់គាត់ខ្ញុំអត់សូវយល់នៅកន្លែងខ្លះតែខ្ញុំដឹងពីគោលបំណងនៃសាច់រឿងរបស់គាត់អូខេតាចាប់ផ្ដើមសាច់រឿងដែលខ្ញុំត្រូវនិយាយហើយអូខេរឿងនេះគឺខ្ញុំទទួលបានគឺរឿងពីដំបូងឡើយគឺដើមហេតុនៃរឿងគឺគាត់ចង់និយាយថាមានថ្ងៃមួយបងប្រុសពិសីហ្នឹងខ្ញុំសូមហៅគាត់ពិសីទៅបងប្អូននេះបងប្រុសពិសីហ្នឹងគាត់មានការងារមួយដែលសំខាន់ដែលគាត់ត្រូវចុះទៅខេត្តព្រះវិហារហើយបងពិសីគាត់និយាយថាគាត់មានភារកិច្ចមួយដែលគាត់ត្រូវចុះទៅខេត្តព្រះវិហារដោយគាត់ត្រូវតែចាំបាច់ត្រូវតែទៅនៅអំឡុងពេលហ្នឹងបងប្រុសពិសីហ្នឹងក៏គាត់បានធ្វើដំណើរចេញពីក្រុងសៀមរាបទៅវាចន្លោះទៅក្បាលល្ងាចទៅហើយវាចេញទៅហ្នឹងវាអាចនិយាយថាគាត់ចេញទៅហ្នឹងវាក្បាលប្រលប់តែគាត់បានចេញទៅហ្នឹងនៅពេលដែលគាត់បានចេញទៅអ្នកទាំងអស់គ្នាក៏គាត់ជិះធ្វើដំណើរតាមផ្លូវសម្ដៅទៅខេត្តព្រះវិហារហ្នឹងក៏ស្រាប់តែគាត់ទៅដល់កន្លែងផ្លូវមួយហ្នឹងហើយគឺគាត់បានវង្វេងផ្លូវនៅចន្លោះនៃក្នុងម៉ោង10យប់តែគាត់បានវង្វេងផ្លូវហ្នឹងខ្ញុំអត់ដឹងថាគាត់ជិះយ៉ាងណាទេបានរហូតដល់ថ្នាក់ពីត្រឹមព្រះវិហារពីត្រឹមសៀមរាបទៅព្រះវិហាររហូតដល់ម៉ោង10យប់ខ្ញុំអត់ដឹងថាគាត់ជិះទៅគាត់មានការឈប់សម្រាកអីយ៉ាងណាខ្ញុំអត់ដឹងទេតែអ្វីដែលសំខាន់គាត់ថាអំឡុងពេលដែលគាត់បានជិះចេញពីក្រុងសៀមរាបទៅពីក្រុងសៀមរាបទៅនោះគឺត្រូវបានវង្វេងផ្លូវនៅកន្លែងមួយនៅចន្លោះខ្ទង់ម៉ោង10រួចមកក៏គាត់បានជិះសុកហ្នឹងក៏ស្រាប់តែនៅចន្លោះខ្ទង់ម៉ោង10ហ្នឹងដដែលហ្នឹងហើយក៏ស្រាប់តែគាត់ទៅដល់កន្លែងចំណុចមួយដូចជាបានជិះចូលទៅក្នុងភូមិរបស់គេអញ្ចឹងទាំងដែលគាត់អត់បានដឹងខ្លួនទេថាគាត់បានជិះចូលទៅដល់ក្នុងភូមិរបស់គេអំឡុងពេលហ្នឹងបងប្រុសពិសីក៏គាត់ធ្វើដំណើរទៅនៅតាមបណ្ដាផ្លូវភូមិរបស់គេហ្នឹងណាផ្ទះក៏អត់សូវជាមានច្រើនណាស់ណាដែរអាចនិយាយបានថាមានផ្ទះតាមផ្លូវអមសងខាងហ្នឹង1 2ចន្លោះគ្នាអញ្ចឹងទៅក៏ស្រាប់តែពេលហ្នឹងបងពិសីហ្នឹងក៏គាត់បានចោលភ្នែកទៅក៏គាត់បានឃើញផ្ទះមួយនៅចន្លោះខ្ទង់ម៉ោង10ហ្នឹងគឺគាត់បានឃើញផ្ទះមួយគេកំពុងតែអង្គុយផឹកស៊ីនៅក្នុងផ្ទះមួយហ្នឹងតែបងពិសីគាត់អត់បានឈប់ទេគាត់ក៏ជិះហួសទៅតែកំឡុងពេលដែលគាត់កំពុងតែជិះហួសហ្នឹងអ្នកដែលបានអង្គុយផឹកស៊ីដែលនៅក្នុងផ្ទះមួយហ្នឹងគឺតាមសន្លឹងមកមើលពួកគាត់គឺបានន័យថាពួកគាត់អឺតក្បាលមកមើលឡានរបស់បងពិសីជិះទៅចឹងរួចមកបងពិសីក៏គាត់ជិះទៅសូមបញ្ជាក់បន្តិចអ្នកទាំងអស់គ្នាបងពិសីគាត់មានកូនស្រីដល់ទៅ2គឺគាត់ទៅជាមួយនឹងកូនស្រីរបស់គាត់2នាក់អញ្ចឹងគាត់ម្នាក់ទៀតគឺ3នាក់ដែលនៅក្នុងឡានមួយហ្នឹងនៅពេលដែលពួកគាត់ជិះទៅអ្នកទាំងអស់គ្នាគាត់ក៏ជិះទៅសុកក៏ស្រាប់តែអស់ផ្ទះអ្នកភូមិហ្នឹងមកពេលដែលគាត់ធ្វើដំណើរទៅហ្នឹងនៅសងខាងហ្នឹងគឺលេងមានផ្ទះប្រជាពលរដ្ឋគាត់ថាជិះទៅដូចបាត់ភូមិចឹងស្រាប់តែគាត់ជិះទៅមុខទៀតក៏ឃើញតែព្រៃដែលស្ដុកហើយល្ងិតឈឹងនៅអស់យល់ទេកូនស្រាប់តែឃើញឈប់អ្នកនរនេះខ្ញុំសុំដាក់ FA មួយបងប្អូនក៏សួរ FA ខ្ញុំអញចលៃខ្លាំងណាកូនចាំតិចកូនម្ដាយនៅពេលដែលគាត់ជិះទៅហ្នឹងក៏ស្រាប់តែដាច់ភូមិអ្នកនរនេះដាច់ភូមិណាវាទៅជាឃើញព្រៃដែលស្ដុកខ្លាំងមែនទែនបងប្អូន
ហើយឡើងល្ងិតឈឹងមកហើយក៏គាត់ជិះទៅក៏ទៅដល់ផ្លូវមួយដែលត្រូវបានបបឆ្វេងយល់អត់ទៅដល់ផ្លូវកន្លែងមួយដែលបានបបឆ្វេងក៏ពេលហ្នឹងគាត់ក៏បានលក្ខណៈដូចថាអូខេភ្លើងឡានហ្នឹងក៏វាបាញ់ទៅទាំងអស់គ្នាវាបាញ់ទៅនៅពេលដែលភ្លើងឡានរបស់គាត់បាញ់ទៅហ្នឹងមកចំហៀងខាងនេះព្រៃមកចំហៀងខាងនេះគឺភ្នោខ្មៅទាំងអស់ភ្នោខ្មៅទាំងអស់អ្នកទាំងអស់គ្នាហ្នឹងហើយពេលហ្នឹងគឺគាត់អត់បានបត់ទេយល់ទេគាត់ក៏មានគំនិតមួយថាគាត់ចង់បត់គាត់មានគំនិតមួយថាគាត់ចង់បត់ឡានថយមកក្រោយវិញតែដោយសារតែកន្លែងហ្នឹងវាអត់មានចន្លោះដែលត្រូវអាចបត់ឡានបានគាត់ក៏ធ្វើដំណើរបន្តទៅមុខទៀតនៅពេលដែលគាត់បន្តដំណើរទៅដល់មុខទៀតក៏ស្រាប់តែហ្នឹងឯងក៏ស្រាប់តែគាត់មើលតាមកញ្ចក់ឡានហ្នឹងទៅក៏ឃើញមានដុំភ្លើងមួយរាងពណ៌ខៀវរាងក្រហមខៀវដែលឃើញដុំភ្លើងមួយហ្នឹងហោះនៅពីក្រោយឡានរបស់គាត់សំដៅនៅដើមឈើមួយទៅដើមឈើមួយទៀតរួចមកគាត់ក៏ដល់កន្លែងមួយដែលមាន space សម្រាប់ក្នុងការបត់អាយ៉ៃឡានត្រឡប់មកវិញនៅពេលដែលគាត់ទៅដល់កន្លែងហ្នឹងគាត់ឃើញមាន space ហើយដែលគាត់អាចនៅក្នុងការអាយ៉ៃឡានហើយគាត់ក៏អាយ៉ៃឡានហ្នឹងមកដោយគាត់អាយ៉ៃគូឡានគាត់នឹងចូលទៅកន្លែងមួយទាំងដែលគាត់អត់បានឃើញអីទាំងអស់ទាំងដែលគាត់គិតថាវាគ្រាន់តែជាផ្លូវទេទាំងដែលគាត់អត់ដឹងថាតើនឹងមានអីទេនៅពេលដែលគាត់អាយ៉ៃឡានទៅក៏លឺសំឡេងគេគោះកញ្ចក់ឡានរបស់គាត់ក៏មានអារម្មណ៍ថាភ័យពេលហ្នឹងអ្នកទាំងអស់គ្នាគាត់ថាគាត់ជិះមកទាំងអារម្មណ៍ដែលគាត់ផឹកភ័យខ្លាំងមែនទែនហើយកូនស្រីរបស់គាត់ដល់ទៅ2នាក់ដែលបានគេងនៅក្នុងឡានហ្នឹងតែគ្រាន់ត្រង់ថាកូនរបស់គាត់គេងលក់តែមានកូនគាត់ម្នាក់ហ្នឹងបានភ្ញាក់មកហើយក៏សួរគាត់ថាប៉ាដល់ណាហើយគាត់ក៏និយាយប្រឡប់កូនគាត់ថាអញ្ចេះចោះទៅទាំងដែលគាត់កំពុងតែភ័យទាំងដែលគាត់ជិះចូលមកដល់កន្លែងភ្នោកប់សពហើយសឹកតែព្រៃនៅពេលបែបហ្នឹងគាត់ក៏និយាយប្រឡប់កូនគាត់ទៅកូនគាត់ក៏ជឿរួចមកក៏គាត់បានអាយ៉ៃឡាននឹងរួចគាត់ក៏បើកមកផ្លូវមិញវិញអ្នកទាំងអស់គ្នានៅពេលដែលគាត់បើកមកដល់ផ្លូវមិញវិញក៏ស្រាប់តែឃើញមនុស្សស្រីមួយប្រុសមួយ2នាក់ប្តីប្រពន្ធដែលដើរតាមផ្លូវនៅតាមផ្លូវហ្នឹងអ្នកទាំងអស់គ្នាណាចាក៏ឃើញមានគេដើរនៅតាមផ្លូវគាត់ក៏នឹកឃើញថាប្រហែលជា2នាក់ប្តីប្រពន្ធដែលគេនៅភូមិខាងមុខហ្នឹងហើយភូមិដែលគាត់ជិះមកមិញហ្នឹងហើយអញ្ចឹងក៏គាត់ជិះឡានទៅរោសម្ដៅទៅរោអ្នកទាំងពីរហ្នឹងហើយគាត់ក៏បានប្រអន់ឡានហើយចុចកញ្ចក់សួរគេថាបងផ្លូវហ្នឹងត្រូវទៅណាគាត់សួរទាំងដែលគាត់អត់បានមើលគេទាំងអស់ទេគឺគាត់មើលត្រឹមតែមុខរបស់គេគាត់ក៏សួរគេថាផ្លូវហ្នឹងទៅណាបងគេក៏ឆ្លើយថាផ្លូវហ្នឹងបត់ឆ្វេងបត់ស្ដាំអីចឹងមានមច្ឆាខ្មៅមានអីចឹងណាគេក៏ប្រាប់គាត់អញ្ចឹងយល់អត់នៅពេលដែលគាត់និយាយសួរគេរួចគាត់ក៏អរគុណគេថាអរគុណច្រើនបងគាត់ក៏បិទកញ្ចក់ឡានហើយគាត់ក៏បើកបន្តទៅមុខទៀតនៅពេលដែលបើកបន្តទៅមុខហ្នឹងក៏ស្រាប់តែកូនគាត់និយាយថាអញ្ចេះនិយាយអាហ្នឹងអ្វីដែលកូនស្រីរបស់គាត់បានឃើញមុនគេនៅពេលដែលបងប្រុសពិសីគាត់ជិះទៅហ្នឹងគឺកូនគាត់បានឃើញរួចហើយកូនគាត់ក៏សួរទាំងដែលគ្នាឆ្ងល់ថាចេះប៉ាមិនក៏2នាក់ហ្នឹងអត់មានជើងគាត់សួរបែបអញ្ចឹងណាបងប្អូនកូនស្រីរបស់គាត់សួរថាប៉ាមិនបានជា2នាក់ប្តីប្រពន្ធហ្នឹងអត់មានជើងគាត់ក៏ឆ្លើយទាំងអារម្មណ៍មួយផិតភ័យនៅក្នុងចិត្តតែគាត់ប្រឡប់គាត់និយាយប្រឡប់កូនគាត់ដើម្បីកុំឲ្យកូនគាត់ខ្លាចរហូតដល់តែគាត់ជិះមកដល់កន្លែងផ្ទះមួយដែលគេបានកំពុងតែផឹកស៊ីហ្នឹងហើយគឺគាត់បានមកដល់ផ្ទះមួយដែលគេបានផឹកស៊ីនឹងវិញរួចមកបានគាត់ដាច់ចិត្តនៅក្នុងការសួរគេគាត់ដាច់ចិត្តហើយដំបូងគឺគាត់អត់ឈប់ពេលរបស់គ្នាគឺគាត់ជិះទៅមុខរហូតពេលដែលគាត់ជិះត្រឡប់មកវិញក៏គាត់សួរគេថាពូខ្ញុំសុំសួរមួយផ្លូវហ្នឹងទៅណាអញ្ចឹងពេលហ្នឹងក៏គាត់បានឆ្លើយឆ្លងជាមួយនឹងអ្នកដែលអង្គុយស៊ីផឹកហ្នឹងក៏មានពូម្នាក់ហ្នឹងសួរថាអូនឯងជិះទៅដល់មច្ឆាបូជាសពអត់អីចឹងទៅណាគាត់ក៏និយាយថានៅម្ដុំហ្នឹងមានភ្នោខ្មៅហើយអ្វីដែលអូនឯងជិះទៅដល់ចុងហ្នឹងចុងព្រៃហ្នឹងកន្លែងហ្នឹងគឺមេនបូជាទីមច្ឆាបូជាសពហើយគាត់បងប្រុសពិសីនោះក៏គាត់ឆ្ងល់ព្រោះគាត់ឮកូនគាត់និយាយថាមិនក៏2នាក់ហ្នឹងអត់ជើងអញ្ចឹងគាត់ក៏សួរទៅកាន់ពូនឹងថាពូមិញហ្នឹងខ្ញុំបានជួបប្តីប្រពន្ធ2នាក់ដែលដើរតាមផ្លូវខ្ញុំសួរហើយទៅកូនខ្ញុំនិយាយថា2នាក់ហ្នឹងអត់មានជើងទេពូនឹងក៏និយាយថា2នាក់ដែលនៅព្រៃហ្នឹងមែនគាត់សួរអញ្ចឹងណាគាត់សួរថា2នាក់ដែលនៅក្នុងព្រៃហ្នឹងមែនក៏គាត់ឆ្លើយហ្នឹងហើយក៏គាត់ឆ្លើយថាបាទពូគាត់ក៏និយាយថាចេះនឹងគឺ2នាក់ប្តីប្រពន្ធដែលបានស្លាប់ហើយឡានដែលបងអូនឯងអាយ៉ៃនៅដីមួយដែលទីធ្លាមាន space នៅក្នុងការអាយ៉ៃឡានហ្នឹងណាកន្លែងហ្នឹងគឺជាផ្ទះរបស់ខ្មោចប្តីប្រពន្ធ2នាក់ហ្នឹងយល់អត់
ជាដីជាផ្ទះរបស់ខ្មោចពីរអ្នកប្តីប្រពន្ធដែលបានស្លាប់ហ្នឹងគាត់ក៏និយាយរឿងហ្នឹងឲ្យស្ដាប់វ៉ាឡៃគុំស្លាមអូនគាត់ក៏និយាយរឿងហ្នឹងឲ្យស្ដាប់គាត់ថាចេះពីដំបូងឡើយពីរអ្នកប្តីប្រពន្ធហ្នឹងមិនមែនជាអ្នកដែលនៅស្រុកហ្នឹងទេពីរអ្នកហ្នឹងមកពីស្រុកឆ្ងាយទេហើយអត់មានដីដែលអាចសាងសង់ផ្ទះក៏ទៅធ្វើផ្ទះនៅចុងព្រៃហ្នឹងតែឯងផ្ទះហ្នឹងមានតែមួយគត់យល់អត់ហ្នឹងហើយផ្ទះហ្នឹងគឺមានតែមួយគត់ដែលនៅចុងព្រៃហ្នឹងដោយសារតែគ្នាអត់មានដីសាងសង់ផ្ទះហើយប្រពន្ធរបស់ម្នាក់ប្រុសហ្នឹងគឺគ្នាទងន់មូលហេតុនៃការស្លាប់របស់ម្នាក់ស្រីហ្នឹងគឺចែកគាត់ទងន់ចិត្តកើតហើយពេលហ្នឹងប្តីរបស់គាត់ហ្នឹងក៏ចេញទៅទិញអីចេញមកខាងក្រៅមកទិញអីនៅក្នុងភូមិហ្នឹងក៏ស្រាប់តែប្រពន្ធរបស់គាត់ឈឺពោះហើយក៏ចុះដើរមកហ្នឹងក៏ល្អិលជើងទៅក៏រលូកកូនស្លាប់នៅពេលបែបហ្នឹងប្តីរបស់គាត់ក៏ទៅវិញឃើញតែប្រពន្ធខ្លួនឯងស្លាប់នោះក៏ស្រែកយប់អីចឹងទៅអ្នកនរគ្នាបន្ទាប់មកខ្ញុំនិយាយកាត់បន្ទាប់មកប្តីរបស់គាត់ហ្នឹងប្តីរបស់អ្នកស្លាប់ហ្នឹងហ្នឹងហើយគាត់ចេះតែលឺអ្នកភូមិនិយាយថាខ្មោចប្រពន្ធគាត់នឹងលងគាត់ក៏និយាយទៅកាន់វិញ្ញាណព្រលឹងរបស់ប្រពន្ធថាអូនអើយអូនឯងមកយកបងផងបងចង់ស្លាប់កំដរអូនឯងយល់អត់ចង់ស្លាប់កំដរអូនឯងដែរនៅពេលដែលគាត់និយាយបែបហ្នឹងរួចអ្នកនរគ្នាគាត់ពិតជាស្លាប់មែនប្តីគាត់ក៏ស្លាប់តាមក្រោយប្រពន្ធដែរការស្លាប់ហ្នឹងអ្វីដែលខ្ញុំមើលនៅក្នុងអត្ថបទរបស់បងពិសីគឺស្លាប់ដោយលង់ទឹកនៅស្រះខាងក្រោយផ្ទះយល់អត់នៅពេលដែលបងប្រុសពិសីគាត់លឺអ្នកដែលនៅភូមិហ្នឹងនិយាយអំពីរឿងខ្មោចប្តីប្រពន្ធដែលបានស្លាប់ហ្នឹងគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ភ័យខ្លាចខ្លាំងមែនទេហើយចន្លោះខ្ទង់នៅម៉ោងស្មានហ្នឹងគឺម៉ោង7:01ទៅហើយម៉ោង7:01ទៅហើយគាត់បានជួបរឿងហ្នឹងទាំងដែលគាត់ជិះឡានជាមួយកូនស្រីគាត់ដល់ទៅ2នាក់ចុះបើពេលហ្នឹងកូនស្រីគាត់ទាំង2នាក់បានឃើញទស្សនវិជ្ជាទាំងអស់ហ្នឹងហើយកូនហ្នឹងវាដឹងថាអ្វីដែលគាត់បានឃើញវាជាខ្មោចតើគ្នាទាំង2នាក់ហ្នឹងតើគ្នាអាចលួសព្រលឹងអត់យើងគិតតាមប៉ុណ្្នឹងទាំងអស់នេះអញ្ចឹងអំឡុងពេលហ្នឹងនៅពេលដែលគាត់និយាយរឿងហ្នឹងរួចអ្នកទាំងអស់គ្នាគាត់ស្ដាប់រឿងហ្នឹងទាំងអស់រួចគាត់ក៏យល់ថាអ្វីដែលគាត់បានជួបមិញវាគឺជាខ្មោចតៃហោងពីអ្នកប្តីប្រពន្ធហ្នឹងយល់អត់អញ្ចឹងម្ល៉េះហើយគាត់ក៏អត់ហ៊ានស្ដាប់យូរទៀតដែរណាមួយគាត់ប្រញាប់ក៏គាត់ជិះចេញមកវិញទៅហើយសាច់រឿងរបស់គាត់គឺមានត្រឹមតែប៉ុណ្្នឹងទេទាំងអស់គ្នាសាច់រឿងរបស់បងពិសីអ្នកនរគ្នាដែលគាត់បានឆាតមកពេកកំណត់ហេតុខ្មោចឲ្យជួយនិយាយពីរឿងរ៉ាវរបស់គាត់នេះជាសាច់រឿងរបស់គាត់ទាំងអស់គ្នាសាច់រឿងរបស់គាត់វែងឆ្ងាយដែរហ្នឹងហើយនឹងគឺជារឿងរបស់បងពិសីដែលបានជួបហេតុការវង្វេងចូលភូមិរបស់គេចំផ្ទះខ្មោចតៃហោងអូខេខ្ញុំសូមការ like share ម្នាក់មួយអ្នកទាំងអស់គ្នាចូលរឿងព្រះសង្ឃដាច់ប្រកេះវិញបើមិនខ្លាចមិនបាច់ហៅ admin នេះយប់ហ្នឹងខ្ញុំនិយាយមែនណាបើមិនខ្លាចមិនបាច់ហៅ admin ទេហើយរឿងនេះវែងទៀតទាំងអស់គ្នាហើយរឿងមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងយិនសំណាងដែលគាត់បាននិយាយអំពីរឿងបងប្រុសរបស់គាត់បានពុះធ្វើជាលោកខ្ញុំស្ដាប់រឿងនេះរួចណាទាំងអស់គ្នាខ្ញុំស្ដាប់រឿងហ្នឹងរួចខ្ញុំមានអារម្មណ៍មួយថាចេះតើព្រះសង្ឃអង្គហ្នឹងលោកនៅពេលដែលលោកសកុតហ្នឹងលោកពិតជាលោកមែនទេឬក៏មិនតែអ្នកដែលបានប្រាប់ហ្នឹងគឺជាប្អូនប្រុសរបស់គាត់ប្រកែកដែលបានប្រាប់រឿងព្រះសង្ឃដាច់ប្រកេះអូខេម៉ែឈើរីសុំជួបឈើរីនឹងម៉ែថ្ងៃនេះបានត្រូវជួបហ៎ម៉ែថ្ងៃនេះថ្ងៃក៏វាសង្វាតរឿងហ្នឹងមែនអត់ឈើរីនឹងម៉ែថ្ងៃនេះថ្ងៃចង់សង្វាតចង់ទៅជួបហ្នឹងថ្ងៃក៏ដូចធំមាននេះឆ្លេឆ្លាក៏មកចង់គាត់អ៊ំក្បាលថ្ងៃគាត់អ៊ំលើឯកម្មវិធីទីរឿងខ្លីកម្មវិធីម៉ែថ្ងៃ sponsor គេគ្រប់គ្នាមកស្ដាប់រឿងគេមិនមែនមកតប៉ែដូចថ្ងៃទេដូចមកចោលខ្ទួយមុខដូចគ្រាប់បែកវានៅតែខមមិនអញ្ចឹងឈើរីចង់ជួបតែឈើរីនឹងម៉ែថ្ងៃនិយាយថ្ងៃតាថ្ងៃមកត្រូវជួបអញហើយអញវាជាប់ខ្សែស្រ័យមើលឈើរីហ្នឹងមិននេះតប៉ែមែនគាត់ខមមិនវាទៅចង់ដាច់មួយឡាយហ្នឹងឯងខមមិនវាខ្ញុំអត់ត្រូវការងារមួយហ្នឹងទេបងខ្ញុំអត់សហការជាមួយទេបងខ្ញុំអត់ចូលចិត្តសហការជាមួយទេខ្ញុំប្រាប់បងឯងរួចទេអូខេតោះយើងចូលរឿងទី2ទាំងអស់គ្នាមកសុំការ share ម្នាក់មួយ like ម្នាក់មួយសិនខ្ញុំសុំការ like share ម្នាក់មួយសិនតោះ
nhưng mới tới ngày nâng đôi giờ mua may đó này mà mai xong ca like xe mà nè mua xe mắc cồn PK cho của mùi mai xong ca like xe mà nè mùi mai vậy to trong trong đập ngại xe nữa không xe xanh đấy ngại trong đập mà mình chui xe anh có mình ruộng anh phải bắt co lại rồi ok ta riêng bẹ quan cho mùi nâng bẹ sáng đặt bẹ cày riêng mùi nâng cứ xong từ tôi ban pi bong pro mà này còn ăn để tập nhom mình là tập nhé riêng mùi nâng cứ ban cao lao nó không khai play về ok thật ra về lý được không cao thương ra mùi nâng cứ được không chỉ năm pi bong đắp được pi bong đọc mùi riêng mùi nâng cứ ban cao lao từ được bong pro quạt mà này đại chế bẹ sángสำหรับไอ้ตัวเนี่ยต่อเคลียแต่ส้มมันเป็นจังวอดเต้เนี่ยต่อเคลียในขนมสัตว์เรื่องบองเพราะกอดบางปรับของปีวอดได้ปะฮองมาจ้าลูกยิ้มกุ้งในวอดหนึ่งได้แต่ก่อนแต่ยังส้มออกไปจังเต้ต่อนี้นะก่อนแต่เรื่องการด้านในขนมไทยปริเวณปีดำน้ำดำไฮในย้ายสัตว์กาở dốiดำไฮในเรื่องคือบองมาเนี่ยนั้นกอดเมียนบองโปรได้เจี๊ยบแปรซังเนี่ยต่อเคลียเนื้ออมลงเป็นนั้นเนี่ยต่อเคลียเนี่ยเตะเราบองโปรกอดนี่ใหญ่ท้ากอดในขนมเตะเช็คแต่เมียนเรื่องให้การเล่าในขนมเตะเราบอกกอดวิโดจิเมียนเนี่ยนาเกมุ้ยบานเธออมปืนมาเหลือเตะเราบอกกอดจังมุนไงแต่เมียนเรื่องการเล่าvà hai chia cả là khai mônในขนมเตะเราบอกบองโปรนั้นกอดท้าเมียนสัตว์มาเราบอกกอดดอต่อใบกระบ้าได้บานสลับให้ออกดังมูลให้ทางให้ได้บ้านจิตมาเราบอกว่าแจ็คกับสลับไงตีมวยคือสลับชมาบอกว่าปีกบาลบานสลับรวมลงบ้านมวยไงชมากอดมวยเตี้ยบานสลับให้ขโมยเราบอกว่าคือนั่งโต๊ะเหมือนเต้นไปให้จิบุญเนี่ยแต่ขโมยเราบอกว่าใส่ใบปลอกมวยแต่นั่งขนมเตี้ยจิมวยนั่งมาได้กอดนั่งให้กอดเราจิปูเราบอกขโมยกอดนั่งกอดท้านั่งขนมจะหนำขโมยกอดแต่บุญเนี่ยได้ตุยนั่งเมียนมันเนี่ยนั่งไงเมียนมันเนี่ยเอานั่งเปล่าชั่วเอาวินมัววินขโมยเราบอกกอดนั่งวิจัยแต่ยมเนี่ยไปยกขโมยนั่งอายุตรงบุญชั้นวิจัยแต่ยมเนี่ยไปยกให้โดนจีเวียคลาดโดนจีเวียบ้านเคยไอ้มวยวิจัยแต่ดักได้มาได้เวียเอาเจนปีเตียนั่งโดยทันแหละขณะวิเตียไม้เวียทำไม้ตะเขียวเตะไม้ตะเขียวชัดนะเป้ได้โยโก้นั่งโจมกับน้องเตะใจแต่โก้นั่งจุ่มเรารวมโลมาบ้านไปให้จีบใบแต่บุญง่ายรวมโลมาบ้านไปให้จีบใบแต่บุญง่ายเนี่ยในเนื้อตัวมุกเตะเราบอกกอดนั้นก็เกมาปราบหรือมวยก็เกมาปราบท้าบองอะบองมันสั่นมั้งจะล็อกตรงเมาใบเชียงยมจองเมาเมฆbịเพลียงการนั้นก็ทำเมฆเบียกับเพลียงกอดน้องไปให้จีเมาใบเชียงกอดจอกมาตรองตักนักเคยถัดตุกตักบอกอายบอกไอ้หนูเป็นตักก็กอดจอกมาตีนจะโยดำใบตรองโยตักเพลียงก็สลับแต่กอดกับเล็กเล็กตัวแก่บอกไอ้ช่วงก็เคยเหมือนนึกจักมันเนี่ยอายุตรงหกเชียงเปียกอายปะสปุดบอดเคยใจนั้นยังไงเคยใจนั้นโชว์เนื้อปีบุกแตะบอกไอ้ให้สำลังมือแต่khôngแตะบอกไอ้แต่ช่วงอดดังถ่ายยัยนั่งหนาเกเต้เคยตรังท้าอาจจะเคยตรังท้ามาโชว์ปีบุกแตะบอกไอ้เนื้อเป้ได้เนี่ยจัดค้างกอดแผงจังรุ่ยมาจัดแตะได้แต่เชื่อมาได้แต่บอกโปรก็กอดอดหมดได้กอดก่อนเนื้อเสียนสั้นกอดก็ปรับโกนกอดท้าตื้อหนีมุนหลวกโกนเมาไม้จองเอาหลวกโกนโซดมุนหลวกดอกกลัวในขนมเตี้ยบอกยืงไม่เมียนอารมณ์ท้าเตี้ยบอกยืงโดยเมียนปีนาเก้เฟื่ออมปื้มนั่นไงเฟื่ออมปื้มมาเลือบเตี้ยบอกยืงอ๋อในดังเรื่องได้เป็นเรื่องนั้นชมดังตับบองเรื่องนั้นการในบาพนมเอาในกลุ่มตอนอามอนตอนในดังเหลืองนะเอาตอนในบ้านตอนในดังเหลืองแต่กลุ่มตอนอามอนมาสเปนเหลืองมาบองเนื้อเป้แบบนั้นก็บอกผมนั้นก็ตื้อหนีมุนหลุดบอกเอาหมอกแต่เนื้อเป้ได้หนีมุนหลุดบ้องก็หลุดบ้องlà bắt được tông mau mùi chiêng lục bón có thì muốn máu có mình bên thì muốn máu tại ông hay đây cứ miếng bạc ăn pi bạc ăn thiết lúc thì muốn máu chỉ mùi kia cứ miếng bay bạc ăn đại lúc thì muốn lang mỏng cúi màu mọc cung là lượp te nếp đại lang mọc cung là lượp te ruột
ប្រគុណម្ចាស់ដែលជាកូនរបស់ម្ចាស់ផ្ទះហ្នឹងត្រូវជាលោកកូនហ្នឹងហើយត្រូវជាលោកកូនហ្នឹងក៏កំពុងតែគង់ហើយក៏កំពុងតែនិយាយសាច់រឿងទាំងអស់ហ្នឹងប្រាប់លោកកូនក៏ដូចជាប្រគុណម្ចាស់ពីរអង្គទៀតឲ្យលោកបានស្ដាប់នឹងភាសាលោកថាម៉េចបងភាសាលោកក៏ស្ដាប់ថាម៉េចអ្នកទាំងអស់នេះភាសាលោកក៏ស្ដាប់ថាម៉េចនៅពេលបែបហ្នឹងកំពុងតែអង្គុយស្ដាប់ជុំគ្នាទាំងព្រះសង្ឃទាំងកុហកកំពុងតែអង្គុយស្ដាប់ជុំគ្នាហ្នឹងណាក៏ស្រាប់តែស្ដាប់ណាចូលវគ្គសំខាន់ហើយក៏ស្រាប់តែម្ដាយដែលត្រូវជាម្ដាយបកើតរបស់ប្រគុណម្ចាស់នេះក៏លោកដូចថាលោកភ្ញាក់មកទំហឹងខ្ញើតខ្លួនដូចវាថាអញ្ចឹងណាវាអញ្ចឹងណាក៏ស្រាប់តែលោកកូននឹងសួរទៅញោមម៉ែថាកើតអីញោមម៉ែអញ្ចឹងណាម្ដាយហ្នឹងហើយម្ដាយលោកហ្នឹងហើយអូជ្រាបព្រះអង្គលោកទ្រង់ជ្រាបដល់ពេលអញ្ចឹងទៅលោកកូនសួររួចក៏ម្ដាយហ្នឹងក៏និយាយទៅកាន់ប្រគុណម្ចាស់ថ្វាយអីគេទូលប្រគេនទៅកាន់គុណម្ចាស់វិញថាអត់អីទេលោកកូនអញ្ចឹងណាក៏វាចប់រឿងហ្នឹងដល់តែពេលវាចប់រឿងហ្នឹងលោកកូនសូត្រមន្តប្រោះព្រំរួចលោកកូនក៏និមន្តទៅវត្តវិញទៅគង់នៅក្នុងវត្តវិញនៅពេលដែលលោកកូននិមន្តទៅផ្ទះទៅវត្តវិញម្ដាយគាត់នឹងក៏អង្គុយយំឡើងក៏គ្រុកគាត់នឹងក៏ឃើញថាថៃបានម៉ែគាត់ចេះតែយំគាត់ក៏ចង់ទៅសួរថាម៉ែមកហែងកើតអីបានមកហែងយំអញ្ចឹងណាម៉ែនោះក៏ឆ្លើយវិញថាកូនអើយលោកបងថ្ងៃនិមន្តមកមិញម៉ែឃើញប្រកេះលោកបងថ្ងៃដាច់គាត់និយាយញូយទៅពុសបលកូនម្ដាយពុសបលកូនហ្នឹងហើយគាត់ក៏និយាយថាលោកកូនដាច់ប្រកេះឃើញទល់នឹងមុខហ្មងអ្វីដែលគាត់បានឃើញនោះគឺវាឃើញទល់នឹងមុខគ្នាគាត់ថាលោកកូនគាត់ដាច់ប្រកេះដាច់ក្បាលពិតហ្មងស្រស់អាញឹមនៅចំពោះមុខគាត់ហ្មងគាត់ក៏និយាយថាកូនអើយម៉ែភ័យណាស់ម៉ែខ្លាចណាស់មិនដឹងថាមានរឿងអីទេកូនគាត់នោះក៏ចេះតែលួងថាម៉ែអើយមិនអីទេលោកបងនិមន្តប្រោះព្រំរួចហើយសុខសប្បាយហើយមិនអីទេម៉ែកុំគិតច្រើនពេកប្រយ័ត្នឈឺណាម៉ែក៏និយាយឲ្យថាអញចេះតែបារម្ភអញចេះតែខ្លាចទៅកូនព្រោះផ្ទះរបស់យើងឥឡូវអញញ៉ៃណាម៉ែមិនដឹងថាវាមានរឿងអីខ្លះដែលកើតឡើងយល់អត់ដល់តែពេលចឹងទៅអ្នកទាំងអស់គ្នាក៏រំលងមកបាន2ថ្ងៃក្រោយអូយអញធុញពុកថ្ងៃញ៉ាំនិយាយមែនដល់ពេលរំលងមកបាន2ថ្ងៃក្រោយអ្នកទាំងអស់គ្នាក៏ស្រាប់តែទទួលដំណឹងថាលោកបងលោកប្រឈួនយល់អត់ណាគេបងក៏ទទួលដំណឹងថាលោកបងលោកប្រឈួនដល់តែពេលលោកមិនប្រឈួនទេលោកអាពាតទេហ៎អីគេប្រជុំអីឈឺអាពាតទេទាំងអស់គ្នាខ្ញុំវាអត់ចេះនិយាយភាសាលោកអត់ចេះនិយាយភាសាសង្កស័ព្ទលោកអាពាតប្រឈួនបកោណាទេតតែបកោណាបានប្រើពាក្យប្រឈួនអីតសម្ដេចសង្ឃឬក៏បកោណាស្ដេចផែនដីបានលោកប្រើពាក្យប្រឈួនបានលោកអាពាតត្រូវនិយាយទាំងអស់នេះអាពាតហើយចេះតែនិយាយអាល់បល់យកអាពាតមិញច្រឡំនិយាយប្រឈួនទាំងនេះប្រឈួននឹងបានតែព្រះបរមជ្រកក្រោមអង្គធូលីនៃព្រះបាទនៃព្រះចៅក្រុងកម្ពុជានៃស្ដេចផែនដីទេសូមទោសទូប្រគំខ្ញុំចាស់សូមព្រះរាជទានទោសអង្គកូនចៅនិយាយភាសាសង្កស័ព្ទនិងភាសារាជស័ព្ទខុសដល់តែពេលអញ្ចឹងក៏ស្រាប់តែទទួលដំណឹងមកថាលោកកូនអាពាតក៏ញោមម៉ែហ្នឹងក៏ទៅមើលណាដល់តែទៅមើលក៏ឃើញលោកអាពាតម៉ែក៏សួរដំណើរដើមតងថាថៃបានលោកអាពាតលោកក៏មានសង្ឃដីកាអីទៅទេត្រូវសង្ឃដីកាក៏មានសង្ឃដីកាមកថាអត់ដឹងទេញោមម៉ែដឹងថាពីយប់ម្សិលមួយថ្ងៃអាត្មាចុះទៅលើកប់ទៅហ្នឹងហើយអាត្មាចុះទៅលើកប់ទៅហ្នឹងក៏និមន្តថាចង់និមន្តទៅកប់មួយទៀតហ្នឹងហើយនៅឃើញថាចង់និមន្តទៅកប់មួយទៀតហ្នឹងក៏ស្រាប់តែពងការនិមន្តហ្នឹងអត់ដឹងជាមានស័ព្ទស្អីទេក៏ហោះមកបុកកណាមកបុកអាត្មាចំកញ្ចឹងកថាបុកមកចំកញ្ចឹងកអាត្មាក៏ភ្ញាក់ដល់តែភ្ញាក់រួចក៏ស្រាប់តែយប់ឡើងអាត្មាលមាស់នៅកន្លែងហ្នឹងលមាស់នៅកន្លែងដែលអាសត្វហ្នឹងបានបុកលោកណាដល់តែពេលអញ្ចឹងក៏ស្ដាប់ហេតុការទៅដូចជាអត់តំណងនៅអត់ត្រែអីគេថេរដីកាអីខ្ញុំអត់ចេះនិយាយភាសាសង្កស័ព្ទ
ដល់តែពេលអញ្ចឹងទៅអ្នកទាំងអស់គ្នាក៏ស្រាប់តែម្ដាយគាត់នឹងស្ដាប់យល់ថាមើលទៅដូចជាអត់ហ្នឹងហើយដូចជាអត់ស្រួលណាក៏ទៅរកគ្រូឲ្យមើលដល់តែពេលទៅរកគ្រូឲ្យមើលគ្រូនឹងក៏និយាយថាចេះគ្រូសាររបស់អ៊ំឯងហ្នឹងណាគ្រូសារអ៊ំឯងដឹងតែមានរឿងធំហើយដឹងតែមានអ្នកណាគេមួយស្លាប់ហើយហ្នឹងហើយដឹងតែមានអ្នកណាគេមួយស្លាប់ហើយព្រោះជើងលេខនេះជើងលេខងាប់អីចឹងណា1 2 3 4 5មែនដូចគ្រូនឹងគេទាយប្រហែលជាល្បាក់ចូលប្រហែល10ថ្ងៃលោកកូនក៏ព្រះអង្គសគត់មែនព្រះអង្គសគត់នៅពេលក្រោយដែលព្រះអង្គសគត់រួចអ្នកទាំងអស់គ្នាផ្ទះរបស់គាត់ចាប់ផ្ដើមមានរឿងរ៉ាវកន្លែងនេះមុននឹងខ្ញុំចូលទៅនិយាយដល់កន្លែងនេះកណាសូមកម្មាទោសប្រគុណម្ចាស់គ្រប់ព្រះអង្គបើកណានិយាយទៅភាសាសង្ឃស័ព្ទមិនត្រូវឬក៏កណានិយាយទៅវាអត់ដូចអ្វីដែលជាការពិតដែលថាខ្មោចជាព្រះសង្ឃលោកកណាសូមកម្មាទោសប្រគុណម្ចាស់គ្រប់ព្រះអង្គពួកកណាយករឿងមកនិយាយទេគុណម្ចាស់ណាហ្នឹងហើយអញ្ចឹងក្រោយពេលដែលព្រះអង្គសគត់ទៅក៏ធ្វើបុណ្យតាមប្រពៃណីខ្មែររួចទៅផ្ទះរបស់គាត់ចាប់ផ្ដើមខ្មោចលោកខ្មោចហ្នឹងហើយក៏ខ្មោចលោកណាតែអត់ដឹងថាខ្មោចហ្នឹងជាខ្មោចរបស់ព្រះសង្ឃពិតមែនឬក៏វាគ្រាន់តែបន្លំខ្លួនធ្វើជាព្រះសង្ឃស្ដាប់ចូលដល់ចំណុចសំខាន់ទាំងអស់គ្នាចូលដល់ចំណុចសំខាន់អញ្ចឹងអ្នកផ្ទះរបស់គាត់ហ្នឹងក៏គេកំពុងតែកាន់ទុកគ្រប់គ្នាអ្នកទាំងគ្នាគេកំពុងតែកាន់ទុកគ្រប់គ្នាក៏ស្រាប់តែត្រវេលាខ្ទង់ម៉ោង5ល្ងាចមានម៉ោង5ល្ងាចហ្នឹងក៏មានក្មេងតែវារត់លេងតាមផ្លូវតាមផ្ទះអីហ្នឹងណាដែលវារត់លេងហ្នឹងណាក៏វារត់មកលេងផ្ទះរបស់គាត់ដែរគាត់ក៏មិនបានតែដេញក្មេងហ្នឹងឲ្យទៅណាដែរក៏វារត់លេងតែគ្នាវាហ្នឹងណារត់លេងតែគ្នាវាមានអាអូនទូចមួយវាឡើងទៅឈរទៅលើអាទូកមួយដែលគេទុកចោលអាទូកហ្នឹងណាទូកហ្នឹងពីដើមទូកគាត់ទូកចែវណាដល់ទៅពេលទូកអ៊ំមិនទូកងោណាទូកដែលគេអ៊ំតាមបឹងហ្នឹងណាដល់តែពេលចឹងទៅគាត់លើកអាទូកហ្នឹងមកដាក់លើគោកទៅវារៀងពុកផុយដល់ពេលចឹងអាអូនទូចហ្នឹងវាឡើងទៅលេងនៅលើហ្នឹងវាឡើងទៅឈរនៅលើហ្នឹងដល់តែវាឡើងទៅឈរនៅលើហ្នឹងក៏ស្រាប់តែក្មេងៗទៅកំពុងលេងហើយអ្នកផ្ទះគេកំពុងកាន់ទុកអញ្ចឹងណាក៏ស្រាប់តែអាកូននោះវាធ្លាក់មកផ្កាប់មុខយកហ្មងវាធ្លាក់ផ្កាប់មុខផ្កាប់ភីងវាក៏ស្រែកយំងាអញ្ចឹងណាវាចឹងណាវាយំដល់ពេលវាយំម៉ាក់របស់បងប្រុសហ្នឹងក៏គាត់ស្ទុះទៅលើគេណាឃើញថាក្មួយកូនក្មួយវាដួលណាក៏ស្ទុះទៅលើក៏លើកទៅថាកូននិយាយចេះមិនក៏ហែងទៅលេងលើហ្នឹងទាំងអីព្រោះអាទូកនោះវាពុកហើយទៅឈរលើហ្នឹងទៅវាធ្លាក់កូនណាកុំឡើងលេងលើហ្នឹងទៀតយ៉ាត់វាធ្លាក់អាកូនហ្នឹងក៏វាឆ្លើយមកថាចេះអត់ទេយាយគេច្រានខ្ញុំកូនហ្នឹងណាក៏វានិយាយថាចេះអត់ទេយាយគេច្រានខ្ញុំគាត់ក៏សួរថាអាណាគេច្រានមកប្រាប់យាយមើលយាយវាយវាឲ្យគាត់ចង់ថានេះមែនអានេះមែនថាមិនមែនទេវាថាមានគេច្រានវាពីក្រោយមនុស្សធំស្ដាប់កន្លែងអាអូននឹងនិយាយទាំងអស់គ្នាស្ដាប់កន្លែងអាអូននឹងនិយាយសិនអាអូនគាត់ក៏សួរថាគេរុញកូនឯងនឹងតាណារុញនៅណាកូននឹងក៏និយាយថាគេនេះមិញខ្ញុំឃើញគាត់អង្គុយនេះគាត់អង្គុយលើទូកហ្នឹងវាអង្គុយកន្លែងនេះហើយក៏សួរថាបងមួយណាមើលប្រាប់យាយមើលបងប្រុសមួយណាមីងមួយណាច្រានកូនឯងមើលប្រាប់មើលគាត់ថាម្នាក់នឹងអត់ដែរឃើញទេតែម្នាក់នឹងប្រុសអង្គុយនៅកន្លែងនេះហើយខ្លួនខ្មៅយកដៃមករុញខ្ញុំពីក្រោយហើយខ្ញុំក៏ដួលផ្កាប់មុខដល់តែពេលធម្មតាម៉ាក់គាត់ស្ដាប់មកយល់ហេតុការក្មេងប៉ុណ្ណឹងវាមិនដែរនិយាយខកទេវានិយាយការពិតហើយគាត់ក៏នឹកឃើញអញ្ចឹងគាត់ក៏ថាអត់អីទេចៅទៅផ្ទះចាំស្អែកចាំមកលេងផ្ទះយាយទៀតទៅផ្ទះដេញផ្ទះអស់អញ្ចឹងណាដល់តែអញ្ចឹងកូនស្រីរបស់គាត់កូនស្រីរបស់អ៊ំស្រីហ្នឹងគាត់ហ្នឹងក៏និយាយទៅចេះម៉ែអាអូនហ្នឹងទីខ្មោចរុញគាត់និយាយអញ្ចឹងណាម៉ែអាអូនហ្នឹងទីខ្មោចរុញទេម៉ែគាត់ក៏ថាកុំមាត់កុំនិយាយអញ្ចឹងណាកុំនិយាយក៏លេងនិយាយទៅក៏រំលងមកបានប្រហែលថ្ងៃទៀតបងប្រុសដែលប្រាប់រឿងខ្ញុំគាត់អត់នៅផ្ទះទេបងកូនស្រីគាត់ក៏អត់នៅដែរនិយាយរួមនៅផ្ទះគាត់នឹងរបៀបចេះតែទាំងអស់គ្នាលបងផ្ទះហ្នឹង3ផ្ទះចូលគ្នាចេះផ្ទះហ្នឹង3ផ្ទះបងអ៊ំគាត់ផ្ទះអ៊ំបងប្រុសហ្នឹងផ្ទះម៉ាក់គាត់និងផ្ទះមីងគាត់ហ្នឹងផ្ទះម៉ាក់គាត់កដាលផ្ទះបងផ្ទះអ៊ំនៅខាងនេះផ្ទះមីងនៅខាងនេះផ្ទះគាត់នៅកដាលអញ្ចឹងលបងវាធ្វើតែមួយទេគាត់យកផ្ទះនឹងទាំងអស់អញ្ចឹងណាដល់ពេលអញ្ចឹងថ្ងៃនោះពួកគាត់អត់នៅទេដល់តែពេលអត់នៅទេនៅតែម៉ាក់គាត់នឹកឃើញថាអើអ៊ំក៏នៅនឹងមីងក៏នៅនឹងដែរអញ្ចឹងណាក៏គាត់និយាយតែម៉ែអើយល្ងាចនោះពួកខ្ញុំអត់បានមកផ្ទះទេអញ្ចឹងម៉ែឯងធ្វើមហូបខ្លួនឯងក៏បានម៉ែឯងទៅហូបមួយអ៊ំក៏បានដែរគាត់និយាយអញ្ចឹងណា
này mãi chăm hộp cho mỗi ông tới các bạn đấy mày ấy chứ nè mà còn nó còn vậy thà tới con ấy đấy anh xì ba cho ông mày các bạn đấy anh cặp bè tầm mùi xong mình ấy tập bá anh chụp hơi tập ọ các bạn đấy có từ bát ổn sai lang quạt màu vịnh nhé mà đây quạt ấp gì ấy tầm ọ mà đây quạt ấp gì hay gì có tập đón cùi té ông nó ông gì hưởng ông ta chẹp hại mà nè hại miên đăng hưởng mai hại dùng mình rồi quát cái số tham ai những cái ấy ông rồi đẹp mà này đẹp con máu cùi chung cái này ráp á có tháp bảo mai ấy nhá vậy đẹp anh nhé anh gặp chữ này tại nên anh khơi to này anh khơi to này đừng có vậy mà dễ mà nè hãy từ ba mai ấy nứng cặp bố anh thay mai ấy tha ao mà đi té anh mau của anh thay mai ấy bị chư chụp lúc anh còn nó khơi ta anh trong hai ô này mà đi chụp mùi mau rồi bị chư ấy cho bị hai anh tay rồi cho tôi sao ấy chẳng á tại mai ấy gặp đi té mai ấy thắng đi té nhóm mai bong của ấy ban con trai vì nơi chơn cho tục té cháu chẳng á cho tục té cháu nó tập pin vậy chân hút có tha mai ấy nó có đau lần tới anh có biết mình chặt ở rắm hưởng nâng anh có biết mình chặt ở rắm hưởng nâng anh lưu là con anh mà sẽ thành xe mai nhung khơi mí nhá đau từ mấy miền bị nãy cái đau tam bị cầu non hãy quạt nó còn nó khơi ta mình bị vậy lên nó còn chặt ở rắm nó có tha ơi bị miền ta nãy đau bị thổi cho nó buộc ngày phở này ấy chẳng á có quát mình bao có tha quát chồng lại chụp nâng của quát đây ở lụi đôi cái ôi bọc nô quát mấy cây có tha quát đây ở lụi sao ta quát cây mình lúa quát có chân mau rê rong đa nơi bị một té á té cam trở lại chơi á ôi cam trở lại mau té chơi á quát có mau sầm ra nơi thằng cau rê rong đa nơi thằng khổm nữa nghe mình đây rong đa thôi cái hai việc té quát cái thơ chết từ rồi dạ quát còn nó khơi ta con ma sầm rán cả nâng vùng ta đang bị miên kẽ bị hao nhá quát còn cho ma sầm rán có tha sầm rán và hai chia có tha ấp đòn mà máu sắp ta anh lưu sầm lấy cái sâu thoa anh lưu sầm lấy bị ma thế đôi cái chạ được chỗ lưu sầm lấy sâu thoa như men càng tê năng tê năng đây đó nè có tha có chết ta lưu sầm lấy trong cái na sâu thoa rồi quát nó có chết ta tam hổ sờ lăng mơ chứ có chết ta tam sờ lăng hổ mơ chứ trong bị na cái sâu thoa chẳng á rồi nó không biết khơi chẳng á có sự ngòm tha ngã chạ được vô thế ấy chẳng á dép ta có tha có to bị lư có tha không luôn thưa phải sang con mình đang rừng còn lục câu trong đằng liền muốn tranh bị còng te mà đặt bậc cây trầm đồng bật ồn có tha sọ đồng phê nhá đào tranh bị khổm te mai ảnh màu anh khơi bong chụp bò anh mang tà lốp anh vứt cho bị lư kia tới một cúng được biết tha có khơi mang tà lốp còn nó khơi ta ố còn cho bị lừa kế tới sập bè áo đó nè xe ta chân mà đó cam chả đặt vào cái đa lăng từ lừa té mai ảnh mong đa lăng từ lừa té có thác quát mình đâm thác quát mưa mình khơi bạc cây nắng rứa có quát nắng vì dục tê mưa vì mình khơi chẳng á mưa vì mình khơi chứ không bị dặn mất tái đăng trầm thá miên trẻ sang muối đại khơi miên bạc cây tê mình muốn đa lăng từ lừa té mai ảnh bắt anh vì mình chất anh có đa từ ớt mơ có sao ta anh khơi mai ảnh có như vậy cho buổi sáng lắm tái khơi bị cào cho nó anh có vì mình hiên lang từ lứa anh có đã bỏ mà vinh anh vì mình chất anh bao quên là lứa khế nữa nè anh quên lứa khế đó anh chết cả trâu lấy mơ từ te mai ảnh chứ anh thăm mai ảnh chua và xong ấy man nắng mấy con bỏ mình muốn mau man nắng đi luôn mặt sân đấy ấy chẳng á anh vì mình chất anh có đau từ mơ mà đong tiết tái về đau từ mơ mà đong tiết bắt từng mai ấy bắt từng và xong khơi sao anh bị những khu chấp và anh đá lao mà lừa té anh sau đó anh đá lao mà lừa cam chả đau té anh cho lấy từ té hãy mà đong tiết anh khơi mai anh cúi bọ phật anh cúi bọ chữ là một té hai anh cúi bọ phật hai ọt nghĩa mơ là kia được chẳng á anh bị ọt xu là không chấp anh khai bị miên rương ấy anh cả hai con anh cả hai bong hãy nó ấy từ xu mình hãy mơ mình hãy miên rương ấy ọt chẳng á có bong hãy nó su vâng lang từ đó từ cô thuyết mai hãy đi lụt thò mà đà mai hãy tranh má su tham miên hưởng ấy con vậy tha ngày mấy miên ban cho mau bị lừa té ớt đâu ngày miên ban có vậy mùi bờ sông ớt đâu có tha ớt tết nhục đây tập bột nhục đây bạt có tha con bạt bột nhạc có tha luôn ơi và tha thầm ta sờ máu luôn tha thế có tha ní cho ban đồng thế thôi bờ sông thì muốn tranh bị cao té máu bắt bạc cây đau thì muốn lang từ đó lửa tông coi vậy chỉ muốn mà chắc té coi vậy chỉ muốn coi bọc lật tiền còn than luôn ơi còn cho bác sọ nâng plei bà hương nâng mai ấy nhẹ chụp mai ấy bọc hẹp anh gặp chữ tây tại nick crop plei anh nhẹ khơi anh khơi cho bác nát con
ប្រាប់រឿងនឹងរួចណាប្រាប់រឿងនឹងរួចគាត់អត់មាត់ទេគាត់ក៏ដើរទៅគាត់សួរម៉ែគាត់ថាម៉ែយកមិនម៉ែកាត់អីគាត់ក៏និយាយថាអានេះអ៊ំវាសួរអញទៀតថាអញមានរឿងអីអញ្ចឹងណាគាត់ថាម៉ែគាត់ចាប់ផ្ដើមនិយាយដូចអត់សូវប្រួលដូចមុនទេគាត់ថាម៉ែគាត់និយាយអត់ប្រួលដូចមុនទេរឿងកបត់មួយគាត់ក៏ចេះតែលួចនិយាយជាមួយនឹងអ៊ំមួយមីងអញ្ចឹងណាមីងណាអ៊ំណាខ្ញុំចេះថាមានអារម្មណ៍ថាម៉ែខ្ញុំនិយាយខ្លាចអីចឹងណាគាត់ក៏និយាយថាឯងទៅមើលគ្រូមើលឲ្យគេមើលឲ្យទៅតិចម៉ែឯងត្រូវពើគេទៅដឹងហើយទៅគ្រូមើលគាត់នោះក៏ដាច់ចិត្តគាត់ក៏ដាច់ចិត្តទៅគ្រូដែលមើលឲ្យកាលមុនហ្នឹងណាទៅមើលគ្រូហ្នឹងក៏និយាយថាចេះក៏និយាយថាចេះតែហែងតែអាកូនឯងគ្រូធ្លាប់មើលរួចហើយប្រាប់ទៅត្រូវរបស់គេអញ្ចឹងណាប្រាប់រួចហើយទៅត្រូវរបស់គេតែហែងមិនព្រមដោះតែហែងមានខ្មោចធ្វើអីចឹងណា1 2 3ម៉ែឯងឥឡូវគេយកព្រលឹងបានបាត់ហើយម៉ែឯងគេឡើងមកយកព្រលឹងទៅបាត់ហើយម៉ែឯងរងឯងនៅតែព្រលឹង3ទេដែលនៅក្នុងខ្លួនបាត់ព្រលឹង4 10ទៅបាត់ហើយនៅពេលដែលនិយាយចឹងរួចក៏ពឹងថាគ្រូឥឡូវគ្រូឯងជួយខ្ញុំមកណាជួយខ្ញុំតែត្រូវធ្វើម៉េចគ្រូនឹងក៏គេគុណគូថ្ងៃខែទៅគេថាឥឡូវនឹងជួយអត់ទាន់បានទេរងចាំ4 ថ្ងៃទៀតបានគ្រូនឹងគេធ្វើពិធីឲ្យបានគាត់ក៏បញ្ជាក់ថាចន្លោះពេល4 ថ្ងៃហ្នឹងណាគាត់ថាមានរបស់ផ្លែកមកអញ្ចឹងគាត់អត់ទាន់ចង់ធ្វើទេគាត់គ្រាន់តែចង់ដឹងថារបស់ហ្នឹងមកដោយរបៀបម៉េចអ្នកណាអ្នកប្រើមកអញ្ចឹងគ្រូនឹងក៏គេពជាពេលរហូតដល់4 ថ្ងៃគេអត់ទាន់ធ្វើអីទាំងអស់ដល់តែពេលគេអត់ទាន់ធ្វើអីទាំងអស់ក៏គាត់ឡប់ទៅផ្ទះវិញមានត្រឹមតែទឹកមុនយកទៅប្រោះព្រំនៅក្នុងផ្ទះយល់អត់ស្ដាប់ជួយ like ជួយ share ម្នាក់មួយកុំម្ដាយ 3K.2 like share ម៉ែម្នាក់មួយផងដល់តែពេលអញ្ចឹងទៅក៏គាត់នឹងទៅផ្ទះវិញមានតែអាទឹកប្រោះព្រំសោតមុនហ្នឹងណាយកទៅប្រោះព្រំនៅក្នុងផ្ទះចូលយប់ទី2គាត់អីគាត់ថាចូលយប់ទី2គាត់ថាដូចនឹងអ្វីដែលអ៊ំគាត់បាននិយាយមែនគឺដូចនឹងអ្វីដែលអ៊ំរបស់គាត់និយាយមែនកាលដែលអ៊ំគាត់និយាយថាឃើញជាខ្មោចប្រសង់ហ្នឹងគឺពិតជាឃើញចឹងមែនដោយលក្ខណៈម៉េចអ្នកដែលបានប្រាប់រឿងខ្ញុំហ្នឹងគាត់និយាយថាចេះលោកគ្រូគាត់ថាខ្ញុំបងមានថាគ្រូបងពេញក្របភ្នែកដូចអ៊ំខ្ញុំនិយាយចឹងគាត់សម្រានគាត់អត់មានបន្ទប់ទេទាំងអស់គ្នាបងប្អូនគាត់មានបន្ទប់ទេគាត់ដេកនៅក្រៅទេណាយល់អត់គាត់ដេកនៅក្រៅទេស្រាប់តែគាត់ដេកគាត់ថាគាត់មិនបានចាំម៉ោងថាម៉ោងប្រហែលទេគាត់ដេកអញ្ចឹងដូចថាបងស្រីគេដេកក្នុងបន្ទប់ព្រោះគាត់ស្រីគាត់នេះអត់មានបន្ទប់ទេគាត់ដេកអញ្ចឹងម្ដាយគាត់សម្រាននៅតែនឹងដែរតែសម្រានខិតទៅខាងនោះគាត់ដេកអញ្ចឹងដូចថាទ្វារចូលមកគាត់ដេកចិត្តទ្វារនឹងហ្មងយល់អត់ហើយក្នុងផ្ទះគាត់នឹងមិនមែនសសរតែ1សសរដល់3សសរកណ្ដាលផ្ទះនឹង3ដូចថាប្រដាក់គ្នាទៅហ្មងណាកូនវា3ដល់តែពេលអញ្ចឹងគាត់ថាគាត់មិនដឹងថាម៉ោងប្រហែលទេបងគាត់ស្រាប់តែខ្ញុំនឹងឮសំឡេងណាគាត់ថាឮសំឡេងដូចគេទាញទ្វារបើកធម្មតាទ្វារអញ្ចឹងផ្ទះទ្វារឈើបើកទៅដូចងឿតងត់ហើយគាត់ក៏ឮសំឡេងដូចគេបើកអញ្ចឹងបើកទ្វារគាត់ក៏បើកភ្នែកកលេចទៅមើលចេះមើលទាំងទ្វារមើលទាំងប្អួតតែវាអត់មានឃើញបើកទេតែឮសំឡេងងឿតងត់សត្វតែលេងឮសំឡេងងឿតងត់គាត់ក៏ងាកមកវិញសន្លឹងទៅមើលម៉ែគាត់នៅក្នុងផ្ទះអត់បើកភ្លើងទេវាល្ងឹតឈឹងគាត់សន្លឹងទៅមើលម៉ែគាត់ឮសំឡេងម៉ែគាត់នៅសម្រានរបៀបអញ្ចឹងណាគាត់នឹកថាអូប្រហែលជាសំឡេងម៉ែទេគាត់នឹកថាសំឡេងម៉ែគាត់សមុកគាត់មិននឹកឃើញអីទេនិយាយមកគេគាត់មិននឹកឃើញអីទេស្រាប់តែគាត់ដាក់ក្បាលសម្រានទៅវិញសម្រានបានបន្តិចក៏មានអារម្មណ៍ថាទេហើយនៅលើមុខគាត់ថាដូចពីណាគេយកអីបបពីលើមុខទេគាត់ថាហើយលហៀលើមុខស្រាប់តែលហៀលើមុខជាក់ស្ដែងកូនស្រស់កូនគាត់ថាបើកភ្នែកមើលព្រមអាវាមិនមែនបើកកោស្រឡះមើលអញ្ចឹងគាត់វាចេះអាវាបើកភ្នែកមើលព្រមស្រាប់តែមើលទៅចុងជើងឃើញប្រសងលុតជង្គង់លើចុងជើងម៉ែគាត់ថាឡើងច្បាស់ដូចអ៊ំគាត់និយាយអត់ខុសទេប្រសងលុតជង្គង់ដែរលុតជង្គង់ហើយលើកដៃបណ្ដំហើយអត់មានប្រកេះទេគាត់ថាច្បាស់នឹងភ្នែកប្រសងហ្នឹងលុតជង្គង់អញ្ចឹងអូនលុតជង្គង់ទៅចុងជើងម្ដាយគាត់ដែលកំពុងសម្រានលើកដៃបណ្ដំសាពះចេះហើយអត់មានប្រកេះហើយម្ដាយទឹកមើលហើយសម័យទស្សនភាពហ្នឹងណាកូនសម័យទស្សនភាពមួយហ្នឹងកូនម្ដាយលេខស្រាប់លុតជង្គង់ស្បង់ចពោពោតក្រូចផងច្បាស់ឲ្យទេអត់ប្រកេះទេតែលើកដៃបណ្ដំចេះលើកចុងជើងម្ដាយគាត់តើដឹងត្រូវធ្វើអីអូនណាគាត់កាំងស៊ុបមកគាត់ថាតែជាក់ចុងដៃចុងជើងអស់ហើយឡើងទុំដៃទុំជើងអស់ហើយគាត់ថាទុំអស់ហើយស្អាតតែកលេចម្ដងទៀតបាត់ឈឹងអត់ឃើញគាត់ថាគាត់ដំបូងគាត់ងើបមិនរួចទេគាត់ទុំដៃទុំជើងណាគាត់ទុំដៃទុំជើងគាត់ងើបមិនរួច
ដល់ពេលគាត់ព្យាយាមសវេសវាងើបស្ទុះបើកភ្លើងតាដល់អញ្ចឹងម៉ែគាត់ក៏សួរថាហើយបើកភ្លើងទៅអីគាត់ស្ទុះទៅម៉ែគាត់ក៏លើកដៃស្ពះម៉ែគាត់ថាម៉ែអើយម៉ែខ្ញុំឃើញច្បាស់ណាស់ម៉ែខ្ញុំឃើញច្បាស់ណាស់ផ្អើលទាំងផ្ទះមីងទាំងផ្ទះពូទាំងផ្ទះអ៊ំផ្អើលអស់ហើយមកយប់នឹងផ្អើលអស់ហើយឃើញអញ្ចឹងណាអ៊ំគាត់នោះក៏និយាយចេះអើយហងអើយផ្ទះថ្ងៃនេះគេធ្វើអំពើផ្ទះថ្ងៃហើយថ្ងៃព្រមរកគ្រូដោះអញ្ចឹងណាថ្ងៃកុំរកគ្រូដោះផ្ទះថ្ងៃនេះមិនមែនខ្មោចលងធម្មតាទេអងខ្មោចនេះខ្មោចអាគុំហ្មងខ្មោចអំពើហ្មងគាត់និយាយអញ្ចឹងណាអូននិយាយអញ្ចឹងនិយាយអីរួចទៅគាត់ថាខ្ញុំចាំមើលស្អែកអីអញ្ចឹងណាដាច់ចិត្តព្រមលេងបានហើយគាត់ទៅអញ្ជើញគ្រូនឹងតបបានមកគ្រូនឹងដំបូងគេថាគេពជាថ្ងៃតែដល់ឃើញស្រស់ពេកគាត់ថាឥឡូវមិនបាច់ទេគាត់ទៅធ្វើឲ្យដល់ពេលអញ្ចឹងអូនគាត់រោគេធ្វើពិធីច្បាស់របស់គេគ្រូគេហ្នឹងណាច្បាស់របស់គេកូនច្បាស់របស់គេមែនគ្រូនឹងក៏គេធ្វើពិធីវិបស្សនាសូត្របល័យគឺថាចងខ្សែសមាក្នុងផ្ទះអស់ហើយសូត្រគ្រូនឹងក៏គេរកឃើញណាក៏គាត់និយាយថាចេះនៅក្នុងផ្ទះហ្នឹងមានរបស់មួយហើយរបស់ហ្នឹងដូចដៃអញ្ចឹងសម្ដៅទៅលើកថាសម្ដៅទៅលើកថាអញ្ចឹងគាត់ថារោក្នុងផ្ទះហ្នឹងរោឃើញមែនអូនពីណាគេយកទៅសៀតនឹងក្រោមផ្ទះនៅកន្ទុយចក្រានបាយផ្ទះក្រោមសៀតនឹងក្រោមកថាយកកថាទៅដាក់នឹងដល់ពេលអញ្ចឹងគ្រូហ្នឹងក៏គេយកកថាហ្នឹងគេទៅធ្វើបោកឲ្យអញ្ចឹងណាអូនក៏គេយកទៅធ្វើបោកឲ្យដល់តែពេលយកទៅបានប្រហែលជា 4-5 ថ្ងៃក៏សើតែ 4-5 ថ្ងៃគ្រូនឹងគេប្រាប់ថាបោកអត់ទាន់ទៅទេព្រោះគេខ្លាំងដែរគ្រូនឹងខ្លាំងដែរអញ្ចឹងខ្មោចនៅមាននៅក្នុងផ្ទះនឹងនៅឡើយនិយាយចេះខ្មោចវាមាននៅក្នុងផ្ទះនឹងនៅឡើយទេយល់ដល់តែពេលអញ្ចឹងទៅអ្នកទាំងអស់គ្នា 4-5 ថ្ងៃហើយ 4-5 ថ្ងៃណានិយាយរឿងអ្នកដើរចូលបន្ទប់ទឹកបន្លំវិញអ្នកណាមិនទាន់ទៅបន្ទប់ទឹកទៅនោមមកហើយចូលដល់វគ្គបន្ទប់ទឹកម្ដងទៅម៉ែអនុញ្ញាតឲ្យទៅនោមសិនព្រោះម៉ែសុំសម្រាប់បន្តិចវគ្គចូលបន្ទប់ទឹកឯណាអ្នកបន្លំចូលបន្ទប់ទឹកថ្ងៃហ្នឹងមានមនុស្សអត់ខួរចូលខមមិនច្រើនតោះហើយសុំការ like share មួយ 3k.3 សុំការ like share មួយទុកពេលឲ្យគាត់2សេកង់ចូលបន្ទប់ទឹកសិនព្រោះកុំឲ្យគាត់ខ្លាចហ្នឹងហើយតោះម៉ែសុំការ like share ម្នាក់មួយណាកូនម្ដាយណាសុំការ like share ម្នាក់មួយreply មីអូននេះមួយសិនរបល់យកកូនម្ដាយឈ្មោះ Jenny ណាគេក៏បានធ្វើសង្សារខ្ញុំបានអត់អូនអើយគ្មានអាណាគេស៊ីសាកសពទេកូនគ្មានអាណាគេញ៉ាយសាកសពទេកូនម្ដាយ Jenny ឈ្មោះសិត Jenny អូខេតាងាកមករឿងបន្ទប់ទឹកងាកមករឿងបន្ទប់ទឹកអញ្ចឹងគ្រូហ្នឹងគេនិយាយរួចហើយណាគេនិយាយរួចហើយថាផ្ទះហ្នឹងនៅមានខ្មោចនៅឡើយទេដល់ពេលចុះពួកគាត់ក៏ប្រុងប្រៀបដែររៀងប្រយ័ត្នដែរនិយាយចេះក៏ស្រាប់តែមានអាប្រហែលថ្ងៃដែលកន្លងមកហ្នឹងក៏គាត់នឹងដើរចូលបន្ទប់ទឹកគាត់អ្នកដែលប្រាប់រឿងខ្ញុំហ្នឹងគាត់ដើរចូលបន្ទប់ទឹកគាត់បំរុងថាដើរចូលទៅបន្ទប់ទឹកក៏ស្រាប់តែឃើញបងស្រីគាត់ហ្នឹងគេដើរមកផ្លេលគេដើរកាត់មុខគាត់ទៅចូលបន្ទប់ទឹកចេះគាត់ថាស្រស់ញឹមគាត់ថាចាំច្បាស់ណាបងស្រីគាត់ពាក់កៅរឿងពណ៌ទឹកបិចដូចរ៉ូបអញ្ចឹងឈុតហ្នឹងគាត់ក៏ដើរទៅអញ្ចឹងទៅក៏ស្រាប់តែឃើញបងគាត់ដើរចេញពីកលៀតមួយហ្នឹងមកដើរចូលបន្ទប់ទឹកគេទ្វាបិទបន្ទប់ទឹកក្រឹបអញ្ចឹងទៅហើយគាត់នេះបត់ជើងធំណាមានជើងតូចគាត់នោមបាត់ហើយគាត់នោមក្រោមបាត់ហើយតែគាត់បត់ជើងធំគាត់ក៏នៅពេលថាបងស្រីគាត់ចូលបន្ទប់ទឹកណាគាត់ក៏អង្គុយចាំអញ្ចឹងអង្គុយសិនណាអាចកំពុងដេញយល់អត់អាចវាកំពុងដេញដល់ចេះតែទ្រាំអើយអូចេះចេញផោមកចេញក្បាលចេះអញ្ចឹងណាញយណាក៏ស្រីសួរថាបងអើយហើយនៅយល់ណាបងចាយហើយនៅអញ្ចឹងណាសួរមួយម៉ាត់អត់ឆ្លើយស្រីសួរដល់ទៀតបងអើយហើយនៅចុចអាចអើយអញ្ចឹងណាអត់ឆ្លើយទៀតស្រាប់តែគេដើរទៅគេគោះទ្វារតឹងលបើកទ្វារបន្ទប់ទឹកញ៉ាច់អត់ឃើញមនុស្សតែអត់ឃើញមនុស្សហ្មងហើយគាត់ថាបងណាមកត្រូវសមោលបើសុំសមោលនៅក្នុងបន្ទប់ទឹកក៏ខ្ញុំវាអស់ចិត្តដែរតែនេះបងខ្ញុំពាក់អាវពណ៌ទឹកបិចដើរកាត់មុខខ្ញុំចូលបន្ទប់ទឹកគេទ្វារបន្ទប់ទឹកបិទទៀតរឿងអីបានអត់មានឃើញមនុស្សក្នុងបន្ទប់ទឹកសោះបងខ្ញុំប្រែកាយទៅណាគាត់ថាស្រស់នឹងភ្នែកយល់អត់តែដោយសារកំណាញ់អាយើងវាឈឺខ្លាំងចូលទៅទាំងអារម្មណ៍ភ័យយល់អត់ចូលទៅបាត់ជើងធំទាំងអារម្មណ៍កំពុងភ័យកូនភ័យខ្លោយលងសិនណាធ្វើម៉េចមកជួអាចហីធ្វើម៉េចក៏ជួសិនទៅណាក៏ជួសិនទៅជួរួចអីរួចចេញពីបន្ទប់ទឹកមកវិញព្រឺខ្នងខ្ញាក់
đào stu làm từ lớp su chai vì là chụp tục tập cái thang anh chụp tục tập này ảnh ấy chẳng là muốn bị bay buồn phèo muốn bị bay buồn phèo cái đọc pe chẳng có thang bong ôi rồi không tè thang đôi luôn là không men bôi chi chứ có thang đây đôi đây là không men bôi chi ô nhung dậy lọ môi tao nè nhung dậy lọ môi rương cái minh cọt nó kia vô chan sờ lò mà ao được lắm minh cọt nó vô chan sờ lò mà ao hai kia cục này nắng cái nơi lờ cái nơi khổn thì cái nơi lờ minh cọt nó còn vô nơi khơi vô sờ lò mà ao chứ á có thay vô sờ lò vô mà đã ao này nó hối có xảy ra ơi sờ lò nơi khổn ơi có phát xảy chứ nè ơi quả đây nơi sờ lò nơi khổn mình đã nơi lược khé có cái đai tranh tay như là mình có cái đai tranh tay mình có tháp cái đai tranh tay á đai tranh tay thật đôi miên ấy mới đai cắt quạt này đôi miên ấy mới tao khơi dùng miệng này cái dùng miệng có tha đôi tròn liền cái tròn nó đôi tụm rụng mình đưa chứ á cái sẹp đa bắt cắt vì một con vững là hai chân này có thắt cắt vững đa sẽ lại tới lò nâng mỏng đa sẽ lại tới chan lò nâng mỏng nếu tao bị áp lên là mới chết á cái đào vững thì hồ áp lò nâng mỏng đó tập về chẳng tới bọn họ còn dạy tháp bong tầm nón tại crew nâng kỹ thuật bị thi cùng trai ở ban nè tầm nón tại kỹ thuật cùng trai ở ban có tháp sân thật than này te bỏ quạt nâng vì ní an tài ở hai giống á hay rương bỏ quát có chọc trầm phần năng là to kìa nhà tao đi trong sẽ đọc rương mùi tiệt đấy rương prey vênได้chụp nhưng mới sẵn prey vênได้hướng năng của chụp prey vên chụp mắt chăm tịch hướng prey cạch co khù củ chân trắng không cái cắt đấy củ chân trắng nó xong tập hiện cắt đấy ở trở lại đấy nè hướng nó bóp ôm phồng nè được con rươngนี้có tận nộn đây là tao thấy còn tại nhóm an là so con át rương chỉ vật đôi là bài nè rương ôm phồng nè có tiếng tận nộn đây tao thì hiện chịu chua đâyแต่còn là tìm mối hướng con hiện clay bế tìm bí nhóm an hướng con ắt đặt cái này là nhóm an ắt đặt sao tại nhóm chôn sát hướng bỏ quạt rương nó mang cả lao nơi khai play bền tại còn xong mình phải tranh sọc phùm tế rương nó này giờ ông pi cắt cru cái này nơi cái hai tháp tua nè ta mình đang piสมัย ca một đề cái này nó biến làm chờ môi cứ làm thùng thông nè bòn ao kia của mùi nè sân ta mình chung tại nhóm an nữa nó an ấp đắt phụ ta an ấp đắt tới nhưng mà đang tham cuốn giấy ấp tao đi nè thứ năng này nhưng mà đang tham nhóm an tao vì nó tao đi vô lại ấp đấy nè điều là bắp ôm hộp nè nhóm an vô đắt đọcไปอ่านเรื่องได้คัดสัตว์ถึงเบียดคลาchứ ok tao chậm nhóm an hưởng nông đầu tiên ở dưới chậm nhóm vô bằng vậy tao thì sẽ gặp đầu tiên này ở lấy bên đăng ban này tao này nè làm chung như này ngày sai tao tiếp ngày sẽ cầm ta bóng tao tay sẽ đáp hay kinh luôn sự bận lo nè rồi tới sọc sự bát phiền này tao kia